មេយើងគឺជាអ្នកធ្វើឲ្យយើងឈួតឬក៏យើងចេះទោះបីតែយើងខំគិតថាយើងមិនបានបើក៏ដោយតែយើងគោរពមេឲ្យតម្លៃមេឲ្យមេថាយើងអាយ៉ាប់យើងថាខ្លួនឯងអាយ៉ាប់ចឹងមិនយើងអាចឈួតដោយសារមេឈួតយើងអាចរីកចម្រើនដោយសារមេនឹងវិជ្ជមានមេនឹងល្អដើម្បីកសាងជំនាញដើម្បីស្គាល់ពីសង្គមដើម្បីស្គាល់ពីពិភពលោកត្រូវតែបន្តរៀនមកជំរុញនិយាយថា formal education ហ្នឹងធ្វើឲ្យយើង survival តែ self learning ហ្នឹងធ្វើឲ្យយើងមានបានបើយើងជិះយានអវកាសយើងគង់តែទៅដល់ភពមួយទៀតឯងទោះបីយើងធ្វើអីក៏ដោយអញ្ចឹងបើយើងនៅក្នុងក្រុមហ៊ុនដែលល្អក្រុមហ៊ុនដែលមានប្រព័ន្ធក្រុមហ៊ុនហ្នឹងនឹងបង្រៀនយើងចង់ដឹងពីមេរៀនធំៗដែលខ្ញុំរៀនបានពីអ្វីដែលខ្ញុំធ្វើការជិត20ឆ្នាំទី1ខ្ញុំស្ដាយពេលដែលខ្ញុំធ្វើការពេលខ្ញុំនៅធ្វើការនៅក្រុមហ៊ុនអង្គការខ្ញុំមកបានធ្វើការឲ្យអស់ពីដៃពីជើងមកពីខ្ញុំគិតថាចង់ធ្វើឲ្យតែរួចខ្លួនធម្មតាមេគាត់មាន vision ឲ្យយើងធ្វើអីលើដើម្បីមានអនាគតជាអត់ចង់តែមកស្រួលចង់មករួចខ្លួននោះយ៉ាពេលហ្នឹងអត់សូវរីកចម្រើនទេវាបានតែរួចខ្លួនមែនបើខ្ញុំនៅក្មេងវិញខ្ញុំដូរ mindset ថាខ្ញុំចង់មុននឹងខ្ញុំស្លាប់ទៅវិញហ្នឹងខ្ញុំចង់ធ្វើអីមួយអស្ចារ្យហ្មងហើយបើខ្ញុំរកធ្វើធ្វើបានដូចស្អីព្រោះប្រឹងរៀនរហូតសុំមេថែមការងាររហូតកសាងជំនាញរហូតហើយមានផ្នត់គំនិតដែលខ្ញុំនិយាយនេះថាមុននឹងស្លាប់ទៅវិញហ្នឹងធ្វើអីមួយអស្ចារ្យមែនតើទម្លាប់គុំជាងច្បាប់ព្រោះយើងទម្លាប់ចង់ស្រួលយើងទម្លាប់ relax ដូរវាពិបាកដូរព្រោះតែយកអាធម្មពលយកអាពេលទៅប្រឆាំងមួយទម្លាប់អាក្រក់ហ្នឹងស៊ីមែនតើបើពីក្មេងគិត mindset ចឹងហើយមានទម្លាប់ចឹងខ្ញុំគិតថាខ្ញុំអាចធ្វើអីមួយដែលអស្ចារ្យសម្រាប់ពិភពលោកត្រូវការទី2អ្វីដែលខ្ញុំបានដល់រាល់ថ្ងៃនេះវាមិនអស្ចារ្យតែមានមោទនភាពគឺជាភាពស្មោះត្រង់គឺជាដើមទុនធំមែនតើខ្ញុំមកពីភ្នំពេញអត់មានអ្នកណានៅភ្នំពេញទេមកឲ្យខ្ញុំមិនចង់ឲ្យមករៀនភ្នំពេញទេកន្លែងដើរខុសផ្លូវអញ្ចឹងមានតែមិត្តភក្តិមួយគាត់ឆាតដល់ទៅមិត្តភក្តិឯមឿនថាមកគាត់ទុកក្រែឲ្យដេកអញ្ចឹងខ្ញុំមកដៃទទេស្អាតអត់មានអីទាំងអស់អត់ស្គាល់គេទេហើយមិនដឹងមកធ្វើអីទេដឹងតែមកស្ពេញបើអត់លុយទេចូលទៅការរោងចក្រទៅសំលុយចូលរៀនមហាវិទ្យាល័យតែខ្ញុំជឿលើភាពស្មោះត្រង់ដើម្បីតែចៅក៏ចូលចិត្តអ្នកស្មោះត្រង់ដែរហើយអ្នកកុហកក៏ចូលចិត្តអ្នកស្មោះត្រង់ដែរតាមបទពិសោធន៍ខ្ញុំអាភាពស្មោះត្រង់ធ្វើឲ្យខ្ញុំស្គាល់មនុស្សច្រើនគេចូលចិត្តរាប់អានគេឲ្យឱកាសពេលធ្វើការពេលរៀនហ្នឹងគេស្រឡាញ់រាប់អានយ៉ាងនេះគឺជាដើមទុនដែលធ្វើឲ្យខ្ញុំមកដល់រាល់ថ្ងៃមេរៀនទី3មនុស្ស Yeah, what you know is important, but who you know is more important. ខ្ញុំគិតថាខ្ញុំកូនក្មេងមកពីស្រុកស្រែមួយហើយមានហេតុតាខ្ពស់ដែលមានស្ដីសុបិនចង់ទៅរៀននៅបរទេសចង់ធ្វើការនៅក្រុមហ៊ុនឯកជនចង់បង្កើតក្រុមហ៊ុនខ្លួនឯងតែខ្ញុំសង្កេតឡើងវិញទៅអត់មានអ្នកជួយខ្ញុំទេខ្ញុំមិនដឹងនៅបាតដានណាទេសូម្បីតែមានគំនិតវិជ្ជមានហ្នឹងក៏មិនមានគំនិតវិជ្ជមានទេឲ្យតម្លៃខ្លួនឯងហ្នឹងក៏មិនឲ្យតម្លៃខ្លួនឯងចឹងមិនដឹងនៅណាទេរហូតខ្ញុំរហូតដល់ស្គាល់គេតាំងពីនៅរៀនមានគេជួយណែនាំជួយផ្ដល់ក្តីស្រឡាញ់ពេលធ្វើការគេជួយបង្រៀនខូចចេញពីធ្វើការទៅស្រុកណាក៏មានទទួលដែរទៅអូស្ត្រាលីមានមិត្តភក្តិអូស្ត្រាលីពេលរៀន Master មានគ្រូចាំជួយកែក្រៅពី supervisor យើងបោះពុំសភៅមានអ្នកជួយពេលធ្លាក់ទឹកចិត្តមានអ្នកនៅជាមួយគាំទ្រផ្លូវចិត្តអ្នកជួយប្រឹក្សាដើម្បីខ្ញុំខ្លាចយើងមាន mentor ល្អយើងត្រង់ទីថាជោគជ័យសប្បាយចិត្តមេរៀនទី4ពីជីវិតខ្ញុំពី experience ពីបទពិសោធន៍ខ្ញុំគឺជាការអភិវឌ្ឍខ្លួនឯងសំខាន់មែនទែនការរៀនដោយខ្លួនឯងដូចជំរុញនិយាយថា formal education ហ្នឹងធ្វើឲ្យយើង survival តែ self learning ហ្នឹងធ្វើឲ្យយើងមានបានអញ្ចឹងចំពោះខ្ញុំឲ្យតម្លៃលើការរៀនខ្លួនឯងដើម្បីកសាងជំនាញដើម្បីស្គាល់ពីសង្គមដើម្បីស្គាល់ពីពិភពលោកត្រូវតែបន្តរៀនមកខ្ញុំពេលជិះឡានពេលទនេពេលព្រឹកពេលមុនគេងគឺអានស្ដាប់ audiobook មើលវីដេអូ YouTube ដែលដូចថាធានបទដែលសំខាន់គិតទៅរាប់លានម៉ោងហ្នឹងតែខ្ញុំចំណាយពេលលើការអភិវឌ្ឍខ្លួនឯងហើយហ្នឹងអត់គ្រប់ទៀតខ្ញុំមានអារម្មណ៍ថាអត់គ្រប់ទៀតប្រៀបធៀបទៅបុគ្គលផ្សេងដែលខ្ញុំជួបហ្នឹងពីតំបន់អាស៊ីពីអន្តរជាតិហ្នឹងគាត់ប្រកែស្រាប់ហើយដោយសារប្រព័ន្ធអប់រំគាត់ក៏ល្អប្រមូលនៃគាត់ធ្វើការក៏ល្អដែរការអភិវឌ្ឍខ្លួនឯងសំខាន់មែនទែនហើយពេលដែលយើងដាក់អីចូលក្នុងគុកក្បាលយើងនេះចំណីគុកក្បាលហ្នឹងវាជាការរៀនដោយខ្លួនឯងហ្នឹង personal development self development ហ្នឹងអញ្ចឹងខ្ញុំដាក់ហ្នឹងទៅធ្វើឲ្យមានគំនិតល្អបញ្ចេញមកវិញ
តាមរយៈការបង្រៀន coaching counseling នឹងសាលាជួយយើងបានគ្រឹះប៉ុន្តែអ្វីដែលយើងរៀនខ្លួនឯងនេះគឺធ្វើឲ្យយើងខ្លាចជាមនុស្សមួយដ៏អស្ចារ្យដែលមានគុណភាពហើយទី5ក៏សំខាន់ដែរតាមខ្ញុំយល់ហើយណាបទពិសោធន៍នៅខុសគ្នាប៉ុន្តែរើសមេដែលល្អឬក៏រើសក្រុមហ៊ុនដែលល្អហ្នឹងជួយយើងហើយគេនិយាយថាបើយើងជិះយានអវកាសយើងគង់តែទៅដល់ភពមួយទៀតទេទោះបីយើងអត់ធ្វើអីក៏ដោយអញ្ចឹងបើយើងនៅក្នុងក្រុមហ៊ុនដែលល្អក្រុមហ៊ុនដែលមានប្រព័ន្ធក្រុមហ៊ុនហ្នឹងនឹងបង្រៀនយើងហើយមនុស្សក្នុងក្រុមហ៊ុនហ្នឹងក៏គេចាត់ចែងឲ្យបង្រៀនយើងដែរអញ្ចឹងមិនអ្នកដែលធ្វើការនៅក្រុមហ៊ុនល្អពីច្រើនតានតឹង stress ប៉ុន្តែចេះច្រើនមេយើងគឺជាអ្នកឲ្យយើងឈួតឬក៏យើងចេះបើមេយើងល្អ coaching បង្រៀនយើង mentoring បង្ហាត់យើងនៅមួយអ្នកប្រាជ្ញយើងអ្នកប្រាជ្ញយើងនៅមួយបណ្ឌិតអញ្ចឹងរស់មេក៏សំខាន់ដែរបើយើងមនុស្សវិជ្ជមានក៏ដោយយើងមនុស្សដែលប្រកែមិនក៏ដោយមកមេយើងសួរសំណួរចុះការងារឯងអត់កើតហើយជាមនុស្សអត់បានការបើសួរចឹងម្ដងពីរដងអត់អីតែគាត់សួររហូតយើងសួរខ្លួនឯងដែរថាខ្ញុំមនុស្សអត់បានការមែនអត់ខ្ញុំមនុស្សយ៉ាប់មែនអត់យូរទៅយើងអត់បានទៅរៀនសូត្រអត់បានទៅអភិវឌ្ឍអត់បានទៅធ្វើការយើងយកតែធម្មពលហ្នឹងកម្លាំងចិត្តកម្លាំងកាយយើងមកការពារខ្លួនមក proof ប្រាប់ថាយើងមនុស្សគ្រាន់បើដែរហើយសម្បីតែយើងខំគិតថាយើងមនុស្សគ្រាន់បើក៏ដោយតែយើងគោរពមេឲ្យតម្លៃមេឲ្យមេថាយើងយ៉ាប់យើងថាខ្លួនឯងយ៉ាប់ចឹងមិនយើងអាចឈួតដោយសារមេឈួតយើងអាចរីកចម្រើនដោយសារមេហ្នឹងវិជ្ជមានមេហ្នឹងល្អចឹងមេឲ្យក្រុមហ៊ុនណាសំខាន់